ចាជម្រាបសួរបងប្អូនទាំងអស់គ្នានេះជាដើមគួយថ្លុងរបស់ផ្ទះរបស់នាងខ្ញុំណាខ្ញុំអត់តែពេលដែលខែរៀងដល់ខែនេះខ្ញុំកាច់ត្រួយវាយកទៅហាលស្ងួតសម្រាប់ដាំតែពិសាបងប្អូនដឹងទេដើមគួយថ្លុងនេះស្លឹករបស់គួយថ្លុងនេះមានថាប្រយោជន៍យ៉ាងខ្លាំងជាបាជំងឺទូខ្លួនយើងចុះជាង10មុខនោះទឹកនោមផ្អែមលើឈាមហើយឆ្អឹងឆ្អែងហើយកំពង់កយើងអាសាដោយវាស្ទះហើយធ្វើឲ្យយើងនឹងមេរោគនិយាយអីអត់ចេញដេកអត់សូវលក់ហ្នឹងហើយបងប្អូនដូចជាជំងឺខ្ញុំនាងខ្ញុំមិនអាចរៀបរាប់ឲ្យអស់ទេតែបងប្អូនសាកទៅព្រោះនាងខ្ញុំហ្នឹងសតតែដាំឈើជុំវិញផ្ទះហើយដល់នាងខ្ញុំធ្វើជាតែផ្សារជាប្រចាំជីវិតអញ្ចឹងទៅគឺមិនមែនជាបាន 100% តែកាត់បន្ថយយ៉ាងច្រើនហើយជំងឺទាំងហ្នឹងអត់មាននៅក្នុងខ្លួនយើងទៀតព្រោះខ្ញុំនិយាយចង់ឲ្យប៉ះពាល់ខាងពេទ្យណាមួយទេណាជីដូនជីតារបស់យើងចំនួនដើមសោះអាយុ100ឆ្នាំមានដើរធ្វើស្អីដើរហូបស្អីក្រៅពីស្លឹកឈើទាំងហ្នឹងអញ្ចឹងបងប្អូនមុនដែលហូបក៏ត្រូវឧបកិច្ចត្រូវតែបួងសួងព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាប់នៅក្នុងចិត្តសក្តីល្អសាងរហូតបងប្អូននឹងជៀសបានជំងឺទាំងអស់ហ្នឹងរោគាកាចអត់មកចិត្តខ្លួនយើងទេព្រោះយើងជាមនុស្សល្អយើងសាងសក្តីល្អនឹងគូសំនឹងស្លឹកឈើទៀតគឺដូចយើងនឹកនាដូចជាដូនជាតាយើងអញ្ចឹងបងប្អូននឹងអត់មានអីកើតឡើងទេណាជូនពរបងប្អូនឲ្យជាគ្រប់ពេលវេលាផង